សួស្តីបងប្អូនថ្ងៃនេះនាំបងប្អូនទៅមើលស្វាយរបស់ខ្ញុំនៅដីរបស់ខ្ញុំមួយកន្លែងដែលទិញទុកដើម្បីទៅលំហែលេងអញ្ចឹងណាតាមពិតយើងមិនទាន់បានជាសាងសង់ផ្ទះអីទេក៏ប៉ុន្តែយើងបានដាំដំណាំមួយចំនួនក្នុងហ្នឹងក៏មានស្វាយមានចម្ពោះមានអីផ្សេងតែស្វាយគឺចាប់ផ្ដើមផ្លែច្រើនគួរសមចម្លែកទៅស្វាយមួយដើមនេះទេបងប្អូនដើមតូចមែនទែនក៏ប៉ុន្តែព្យាយាមប្រឹងប្រែងផ្លែនេះផ្លែតាំងពីគល់ផ្លែមានតែ2ដើមទេគឺផ្លែនៅគល់នេះមួយហើយនឹងផ្លែនៅចុងបំផុតនៃមែកមួយហើយមិនធំទេដាំដំណាលគ្នាក៏ប៉ុន្តែវាមិនធំក៏ប៉ុន្តែព្យាយាមផ្លែដំណាលគេដែរនេះផ្លែមួយទៀតគឺនៅខាងមែកនៅខាងឆ្វេងគឺគួរឲ្យចម្លែកមែនទែនហ្នឹងហើយមិនទាន់ឃើញទេនោះខាងឆ្វេងដៃបងប្អូនបាទនេះស៊ូមទៅមើលអាក្រោមនេះចិត្តដល់ដីហ្នឹងហើយវាអត់ទាន់ធំក៏ប៉ុន្តែក៏គួរឲ្យត្រេកត្រអាលដែរគួរឲ្យស្ញើចសរសើរខំផ្លែទាន់គេទោះបីជាផ្លែតែ2ផ្លែក៏ដោយនេះផ្លែមួយទៀតបងប្អូននេះខាងនេះដោយសារតែវាត្រូវខ្យល់ត្រូវក្តៅផងតែមកជាហៀងមិញហ្នឹងគឺវាផ្លែច្រើននេះខាងនេះនៅបែកខាងកើតហ្នឹងគឺវាតិចតិចជាងគេក្បែរផ្ទះប្អូនផងគាត់ស្រោចទឹកផងអីផងអញ្ចឹងទៅមានកម្លាំងមានអីអញ្ចឹងក៏វាផ្លែអញ្ចឹងទៅនេះមិនទាន់ចាស់ទេផ្លែវាចាប់ដើមល្អដែរតែវាខ្យល់មកវាជ្រុះខ្លះដោយសារតែវាខ្យល់ខ្លាំងពេកអញ្ចឹងណាជ្រុះតាមការនៅក្តៅខ្លាំងពេកហ្នឹងក៏ជ្រុះដែរចឹងហើយក៏ឥឡូវនៅសល់មិនច្រើនប្រហែលទេក៏ប៉ុន្តែក៏សប្បាយចិត្តដែរពេលទៅឃើញមានស្វាយផ្លែអញ្ចឹងគ្រាន់បានបេះញ៉ាំអីអញ្ចឹងណាហ្នឹងហើយបងប្អូនវីដេអូនេះចង់បង្ហាញបងប្អូនតែប៉ុណ្ណឹងទេសូមអរគុណសម្រាប់ការគាំទ្រនិងការចុច like ចុច comment អីជាដើមជួបគ្នានៅវីដេអូក្រោយទៀតណា